ដើម្បីទទួលបានវីដេអូថ្មីៗសូមចុច Subscribe រួចចុចសញ្ញារូបកណ្ដឹងសូមអរគុណបាទសំណួរពីបូរ៉ាសួស្តីលោកគ្រូតើធ្វើដូចម្ដេចដើម្បីបណ្ដុះគំនិតកូនឲ្យក្លាយទៅជាមនុស្សកាន់តែរឹងមាំនិងកាន់តែមានទំនួលខុសត្រូវខ្ពស់បាទដើម្បីបណ្ដុះគំនិតកូនឲ្យកាន់តែក្លាយទៅជាអ្នកដែលរឹងមាំនិងមានការទទួលខុសត្រូវខ្ពស់ចំណុចទី1គឺឪពុកម្ដាយត្រូវធ្វើជាអ្នកគំរូសិនត្រូវធ្វើជំរុញដល់កូនសិនឪពុកម្ដាយត្រូវធ្វើជាមនុស្សគំរូដល់កូនបានសេចក្តីថាឪពុកម្ដាយត្រូវតែរឹងមាំនិងមានការទទួលខុសត្រូវខ្ពស់រឹងមាំបានសេចក្តីថាឪពុកម្ដាយមិនត្រូវយំឲ្យកូនឃើញមិនត្រូវមានចរិតរអ៊ូរទាំមិនត្រូវត្អូញត្អែមិនត្រូវបោះបង់មិនត្រូវទន់ខ្សោយមិនត្រូវឆាប់ចុះចាញ់ទេភាពរឹងមាំរបស់ឪពុកម្ដាយគឺត្រូវតែបង្ហាញចំពោះមុខកូនឲ្យកូនមើលឃើញដល់ភ្នែកនិងជ្រាបចូលដល់ចិត្តមានរឿងលំបាកជាច្រើនមានរឿងពិបាកជាច្រើនមានរឿងយ៉ាប់ជាច្រើនដែលឪពុកម្ដាយត្រូវបង្ហាញឲ្យកូនឃើញថាខ្លួនអាចដោះស្រាយបញ្ហានោះបានហើយខ្លួនធ្លាប់ឆ្លងកាត់និងធ្លាប់ជួបប្រភពនៅបញ្ហាទាំងអស់ហ្នឹងតែខ្លួនអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានត្រង់ចំណុចនេះហើយដែលឪពុកម្ដាយត្រូវតែកសាងសាវតារបស់ខ្លួនឲ្យបានរឹងមាំជាទីបំផុតហើយប្រសិនបើសាវតារបស់ខ្លួនជាមនុស្សដែលមានភាពអត់ធ្មត់រឹងមាំខ្លាំងក្លានោះវាជាគំរូដ៏អស្ចារ្យជាទីបំផុតសម្រាប់កូនដូច្នេះវាជាមោទនភាពណាស់ប្រសិនបើឪពុកម្ដាយបានជួបការលំបាកបានជួបបញ្ហាបានជួបភាពក្រីក្របានជួបការជិះជាន់បានជួបគេមើលងាយហើយឪពុកម្ដាយនោះអាចយកជំនះលើបញ្ហាលំបាកលំបិនទាំងអស់នេះបានសកបញ្ជាក់ឲ្យឃើញថាពូជនេះគឺជាពូជអ្នកខ្លាំងពិតប្រាកដមែនបើថាយើងកើតមកស្រួលដែរហើយយើងមិនធ្លាប់ជួបបញ្ហាវាក៏មិនមែនមានន័យថាយើងមិនរឹងមាំដែរវាគ្រាន់តែមានន័យថាយើងត្រូវតែរកមេរៀនផ្សេងសម្រាប់ឲ្យកូនហើយប៉ុន្តែបើទោះជាយើងកើតមកកំណត់ទ្របឪពុកម្ដាយក៏ដោយយើងត្រូវតែរៀនកសាងសមត្ថភាពខ្លួនយើងកសាងសមិទ្ធផលរបស់យើងដោយស្នាដៃរបស់យើងឧទាហរណ៍ថាឪពុកម្ដាយនឹងកើតមកពីកូនអ្នកមានជាអ្នកធំជាអាដាមជាមហាសេដ្ឋីឬជាអង្គញាក៏កំពឹងលើលុយរបស់ឪពុកម្ដាយរបស់ខ្លួនអាចយកលុយរបស់ឪពុកម្ដាយខ្លួនមកធ្វើជាពូជមកធ្វើជាដើមទុនក្នុងការរកស៊ីប៉ុន្តែសមិទ្ធផលដែលនាំឲ្យខ្លួនខ្លាចជាសេដ្ឋីនេះដែលនាំឲ្យខ្លួនខ្លាចជាអ្នកមានដែលនាំឲ្យខ្លួនធូរធារនៅពេលនេះគឺជាសមិទ្ធផលដែលបានមកពីស្នាដៃរបស់ខ្លួនសសាតគ្រាន់តែយកលុយរបស់ឪពុកម្ដាយមកធ្វើជាដើមទុនតែប៉ុណ្ណោះទើបយើងបានបង្កើតសាវតាមួយដែលជាគំរូដល់កូនរបស់យើងចឹងចាប់ពីពេលនេះតទៅប្រសិនបើយើងមានបំណងបែបនឹងពិតមែនហើយបើសិនជាអតីតកាលរបស់យើងមិនទាន់មានប្រវត្តិនៃការតស៊ូនៅឡើយទេត្រូវចាប់ដើមធ្វើការតស៊ូអត់ធ្មត់រឹងមាំនៅពេលហ្នឹងចាប់ដើមធ្វើអ្វីមួយឲ្យអស្ចារ្យនៅពេលហ្នឹងដើម្បីជាគំរូឲ្យកូនឃើញវាបានផលចំណេញការធ្វើអស្ចារ្យខ្លួនឯងយើងនឹងរឹងមាំផងកូនយើងនឹងទទួលបានមេរៀនដ៏រឹងមាំដែលជាផុសតាងនៅចំពោះមុខយើងផងហើយក៏យើងទទួលបានលទ្ធផលដែលគួរជាទីមោទនភាពចំពោះខ្លួនឯងផងដែរចំពោះការទទួលខុសត្រូវខ្ពស់ក៏ដូចគ្នាអញ្ចឹងដែរយើងមានធ្លាប់ធ្វើអ្វីមួយហើយមិនទទួលខុសត្រូវទេឪពុកនឹងធ្លាប់តែមានប្រពន្ធចង់ចោលកូនចោលចៅប្រងព្រាតពេញភូមិពេញស្រុកពេញខេត្តទេឪពុកនឹងធ្លាប់មិនទទួលខុសត្រូវចំពោះម្ដាយទេឪពុកនឹងរកស៊ីចិញ្ចឹមម្ដាយឬក៏ម្ដាយរកស៊ីចិញ្ចឹមឪពុកនឹងឬក៏ខ្លួនយើងនេះដែលយើងមានបានមកដល់ពេលនេះដោយសារតែឪពុកម្ដាយជួយឬក៏យើងទទួលខុសត្រូវលើអនាគតខ្លួនឯងយើងដើម្បីឲ្យយើងក្លាយទៅជាមនុស្សដែលមានការទទួលខុសត្រូវវាត្រូវតែពឹងពាក់ទៅលើសមត្ថភាពដែលជាចំណេះដឹងរបស់យើងនិងពឹងពាក់ទៅលើទឹកចិត្តដ៏ខ្លាំងក្លារបស់យើងមនុស្សដែលមានទឹកចិត្តខ្លាំងក្លាទើបមានការទទួលខុសត្រូវខ្លួនឯងខ្ពស់នៅពេលដែលយើងមានការទទួលខុសត្រូវចំពោះខ្លួនឯងខ្ពស់យើងអត់ត្អូញត្អែយើងអត់ពឹងពាក់អ្នកដទៃទេយើងមិនហ៊ានលូកដៃសុំសំពះលុយកាក់ឬជំនួយពីឪពុកម្ដាយឬក៏អ្នកដទៃនោះទេបើថាយើងអត់មានទំនួលខុសត្រូវចំពោះខ្លួនយើងពិតណាស់ប្រកាសជាពេលនេះយើងប្រហែលជាសុំជំនួយពីអ្នកដទៃសុំជំនួយពីតាយាយសុំជំនួយពីបងប្អូនឧទាហរណ៍ថាមានបងប្អូនដែលជាអ្នកមានសុំជំនួយពីគេឬក៏មានបងប្អូននៅបរទេសសុំជំនួយពីគេឬក៏ថាយើងបង្ហាញតែរឿងប្រកែសុំឲ្យកូនឃើញអញ្ចឹងយើងអត់មានទំនួលខុសត្រូវទេហើយរាល់ភារកិច្ចទទួលខុសត្រូវទាំងអស់រាល់កិច្ចការងារទាំងអស់របស់យើងគឺយើងត្រូវមានភាពឯករាជ្យឲ្យកូនឃើញថាយើងជាមនុស្សដែលមានភាពឯករាជ្យយើងជាអ្នកដែលមានការសម្រេចចិត្តក្នុងការធ្វើអ្វីមួយដោយខ្លួនឯងទទួលខុសត្រូវខ្លួនឯងលទ្ធផលបានយ៉ាងម៉េចយ៉ាងណាគឺទទួលខុសត្រូវខ្លួនឯងអាហ្នឹងយើងមានទំនួលខុសត្រូវខ្ពស់មិនមែនទទួលយកការងារហើយឬក៏ទទួលយកកិច្ចការងារមួយណាហើយពឹងពាក់លើគេ
សុំជំនួយគេខ្ចីគេត្អូញត្អែឬក៏ជាមនុស្សដែលធ្វើមិនចាប់ចង់មិនចាប់ដើមហើយដើរទៅបាត់ទុកចោលការងារឲ្យនៅរាយប៉ាយនឹងទេគេហៅថាធ្វើការចោលកិច្ចធ្វើការចោលគេចំណុចទី2គឺយើងត្រូវណែនាំកូនឬក៏បញ្ចូលសិលដល់កូនពេលថាបញ្ចូលសិលដល់កូននេះគឺត្រូវបញ្ចូលគំនិតដល់កូនត្រូវអប់រំកូនផ្នែកចិត្តគំនិតប្រាជ្ញាស្មារតីត្រូវផ្ដល់ឱកាសឲ្យកូនបានសិក្សារៀនសូត្រត្រូវជំរុញកូនឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រត្រូវគៀងកកូនឲ្យជៀសវាងឲ្យចេញពីអំពើអបាយមុខទាំងឡាយអញ្ចឹងនៅក្នុងចំណុចនេះយើងឃើញថាឪពុកម្ដាយត្រូវផ្ដល់គំនិតដល់កូនមានន័យថារាល់ការទូន្មានព្រានប្រដៅរបស់ឪពុកម្ដាយត្រូវតែបង្កប់ទៅដោយទស្សនៈល្អៗកុំឲ្យនិយាយដដែលទៅកាន់កូននិយាយតែពាក្យដដែលកូនអើយតស៊ូទៅកូនអើយខំរៀនទៅកូនអើយម៉ែឪគ្មានអីចែកឲ្យកូនទេកូនអើយម៉ែឪក្រណាស់កូនអើយអញឈឺទៀតកូនអើយតាយាយឯងក៏អត់មានអីចែកអញដែរកុំនិយាយអ្វីដែលនាំឲ្យធាក់ថយក្រោយកុំនិយាយអ្វីដែលអន់បញ្ចូលគំនិតទៅដល់កូនគឺមកអាយុជីវិតរបស់យើងតាំងពីកើតរហូតដល់ពេលនេះយើងទទួលបានមេរៀនអ្វីខ្លះសម្រាប់ជីវិតយើងទទួលបានបទពិសោធន៍អ្វីខ្លះសម្រាប់ជីវិតយើងទទួលបានស្នាដៃអ្វីខ្លះសម្រាប់ជីវិតរបស់យើងយកអានឹងមកចែករំលែកទៅដល់កូនប្រាប់ទៅដល់កូនកន្លែងណាល្អឲ្យកូនចេះស្រូបយកកន្លែងណាអាក្រក់ឲ្យកូនជៀសវាងដល់អប់រំចិត្តគឺថាពង្រឹងទឹកចិត្តកូនជានិច្ចពង្រឹងទឹកចិត្តកូនលើកទឹកចិត្តកូនដល់ឱកាសដល់កូនបើថាកូនចង់ទៅរៀនអ្វីដែលល្អបញ្ជូនកូនទៅរៀនឧទាហរណ៍កូនចង់ចូលរួមសិក្ខាសាលាកូនចង់ទិញសភៅឲ្យលុយកូនផ្ដល់ឱកាសឲ្យកូនហើយបើថាកូនលេងអ្វីផ្ដេសផ្ដាស់ដែលគ្មានប្រយោជន៍ហាមឃាត់កូនគៀងកកូនចេញហើយជំរុញកូនឲ្យតម្រង់ទៅរកសេចក្តីចម្រើនគឺការរៀនសូត្រដើម្បីបង្កើននូវគំនិតប្រាជ្ញានិងទឹកចិត្តដ៏រឹងមាំរបស់កូនហើយចំណុចទី3គឺយើងត្រូវបណ្ដោយកូនឲ្យធ្វើកិច្ចការងារខ្លះទៅការបណ្ដោយកូនឲ្យធ្វើកិច្ចការងារដោយដំបូងចាប់ដើមធ្វើការងារស្រួលសិនទៅកុំតន់ឲ្យកូនធ្វើការងារលំបាកភ្លាមឲ្យកូនធ្វើការងារស្រួលហើយកូនបង្កើតបានមោទនភាពចំពោះការងារហ្នឹងមោទនភាពនេះជាធម្មពលដែលជំរុញចិត្តកូនឲ្យមានការខិតខំប្រឹងប្រែងតស៊ូបន្តដំណើរទៅមុខទៀតដែលយើងនិយាយយ៉ាងសាមញ្ញថាទឹកចិត្តកូនមានទឹកចិត្តបន្តដំណើរទៅមុខទៀតអញ្ចឹងបន្ទាប់ពីឲ្យកូនធ្វើការងារស្រួលហើយចាប់ផ្ដើមបង្កើនការងារលំបាកឲ្យកូនធ្វើដើម្បីឲ្យកូនកាន់តែមានភាពរឹងមាំផងកាន់តែមានការគិតជ្រៅការគិតធំការគិតរកដំណោះស្រាយដែលមានភាពវៃឆ្លាតជាងមុនផងហើយចេះតែបង្កើនកិច្ចការងារស្មុគស្មាញជាងមុនការងារធំជាងមុនការងារលំបាកជាងមុនការងារដែលមានការទទួលខុសត្រូវកាន់តែធំជាងមុនទៅឲ្យកូនហើយយើងជាអ្នកដែលនៅពីក្រោយខ្នងកូនលួចមើលកូនលួចគៀងកូនឬក៏យើងលួចឲ្យផ្ដាល់គំនិតឬក៏យើងផ្ដាល់គំនិតដល់កូនហើយយើងចាំមើលកូននៅក្នុងនឹងដែរជៀសវាងកុំបញ្ចូលភាពទន់ជ្រាយទៅឲ្យកូនបញ្ចូលភាពទន់ជ្រាយមានន័យថាលួងលោមកូនហាមកូនខាត់កូនអាណិតកូនជាការពិតសេចក្តីអាណិតស្រឡាញ់គឺមានហើយប៉ុន្តែយើងមិនត្រូវទៅលួងលោមឲ្យកូនទន់ខ្សោយលួងរោមឲ្យកូនរំអួយទេឧទាហរណ៍ថាកូនដើរដួលយើងមិនមែនរត់ទៅលើកូនទេកូនដើរដួលយើងកុំភ្ញាក់ផ្អើលពេកយើងគ្រាន់តែប្រាប់កូនថាក្រោកឡើងមកកូនឯងក្រោកឡើងបានតើក្រោកឡើងមកបន្តដំណើរទៀតបានសេចក្តីថាបើកូនជួបបញ្ហាជួបឧបសគ្គធ្វើការទៅបរាជ័យរកស៊ីទៅខាតឬក៏រៀនសូត្រទៅវាមិនកើតអញ្ចឹងយើងកុំមកត្អូញត្អែកុំមកហាមឃាត់កុំមកលួងលោមកុំមករំអេះរំអួយដាក់កូនយើងលើកទឹកចិត្តកូនតាមភាពវៃឆ្លាតកុំបង្ហាញសេចក្តីអាណិតដល់កូនខ្លាំងពេកអាចបង្ហាញសេចក្តីស្រឡាញ់បានកាលណាយើងអាណិតកូនកូនវាអាណិតខ្លួនឯងហើយយើងអាណិតកូនកូនអាណិតខ្លួនវាកាន់តែខ្លាំងដល់កូនវាអាណិតខ្លួនវាកាន់តែខ្លាំងវាថ្នមខ្លួនវាអត់ហ៊ានធ្វើសកម្មភាពខ្លាំងអត់ហ៊ានធ្វើកិច្ចការងារលំបាកទេបើថាយើងឃើញកូនម៉ោង12មិនទាន់បានហូបបាយឬម៉ោង1មិនទាន់ហូបបាយហងយើងថាអូកូនខ្លាំងណាកូនឯងខ្លាំងណាពិតជាប៉ាកែមែនណាអាចទ្រាំមិនហូបបាយដល់ម៉ោង2កូនឯងឧស្សាហ៍កូនឯងពិតជាខំមែនដល់យើងទៅរំអួយដាក់កូនគឺលួងលោមកូនគឺថាអូយមកកូនមកងាប់ហើយម៉ោង1ហើយកូនអញមិនតាន់បានអីហូបទៀតដាច់ខ្យល់ងាប់ហើយអ្នកណាធ្វើបាបកូនអញម្លេះបើយើងធ្វើរំអេះរំអួយដាក់កូនអញ្ចឹងឲ្យកូនរឹងមាំមិនយើងអាណិតក្នុងចិត្តតែសកម្មភាពខាងក្រៅកុំឲ្យកូនយល់ថាកូនអន់កូនគឺជាមនុស្សដែលយើងគ្រាន់តែបង្ហាញសេចក្តីស្រឡាញ់សេចក្តីអាណិតលាក់ទុកក្នុងចិត្តហើយព្រោះតែអាណិតបានជាយើងត្រូវធ្វើឲ្យកូនជួបការលំបាកត្រូវធ្វើឲ្យកូនជួបរឿងដែលត្រូវដោះស្រាយស្មុគស្មាញទៅមនុស្សមួយចំនួនបាននិយាយថាខ្ញុំកើតមកពិបាកហើយខ្ញុំត្រូវតែធ្វើឲ្យកូនខ្ញុំស្រួល
ប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំថាខ្ញុំកើតមកលំបាកហើយដូច្នេះខ្ញុំត្រូវតែធ្វើឲ្យកូនខ្ញុំលំបាកជាងខ្ញុំទៅទៀតដើម្បីឲ្យកូនខ្ញុំវាកាន់តែរឹងមាំជាងខ្ញុំវាកាន់តែកសាងសមិទ្ធផលឬខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាដើម្បីបន្សល់ស្នាដៃកសាងសមិទ្ធផលឲ្យបានច្រើនជាងខ្ញុំអស្ចារ្យជាងខ្ញុំចំណុចទី4គឺយើងត្រូវបញ្ចូលកូនឬក៏បញ្ជូនកូនចូលទៅក្នុងសង្គមឬក៏ធ្វើសមាហរណកម្មកូនចូលទៅក្នុងសង្គមកុំឲ្យកូននៅតែក្នុងផ្ទះកុំឲ្យកូនធ្វើតែកិច្ចការងារក្នុងគ្រួសារឲ្យកូនចូលរួមសកម្មភាពសង្គមឲ្យបានច្រើនមិនថាជាសកម្មភាពមនុស្សធម៌មិនថាជាសកម្មភាពសាធារណៈមិនថាជាសកម្មភាពជំនួញបើថាឥឡូវគេមានការបង្កើតក្រុមអ្នកជំនួញឬក៏ក្លឹបអ្នកជំនួញបញ្ចូលកូនទៅរៀនហើយបើថាទំនេរឬក៏ត្រូវឆ្លៀតពេលនាំកូនដើរជុំវិញខេត្តឬក៏ដើរឲ្យបានច្រើនកន្លែងឬក៏ដើរក្រៅប្រទេសហើយខណៈពេលដែលយើងដើរជាមួយកូននោះយើងឃើញហើយយើងឃើញប្រជាជនយើងឃើញអ្នកធ្វើស្រែធ្វើចម្ការយើងឃើញអ្នកជិះកង់ជិះម៉ូតូយើងឃើញអ្នកលក់លៀសយើងឃើញអ្នកលក់ខ្យងគ្រប់សកម្មភាពទាំងអស់ដែលយើងបានឃើញនោះគឺយើងបញ្យល់កូនបញ្យល់ប្រាប់កូនថាគេលក់លៀសនឹងចេះថាគេធ្វើស្រែនឹងចេះថាគេឡើងថ្នោតនឹងចេះថាគេឡើងជូតកញ្ចក់នឹងចេះថាគេធ្វើសំណង់នឹងចេះថាគេធ្វើការ៉េមនឹងចេះថាគេធ្វើស្ពានផ្លូវថ្នល់នឹងចេះថាអ្នកធ្វើការងារក្នុងក្រុមហ៊ុនឯកជននឹងចេះថាអ្នកធ្វើការងារក្នុងអង្គការនឹងចេះថាអ្នកធ្វើការងារក្នុងជួររដ្ឋាភិបាលនឹងចេះថាអុកញ៉ានឹងគេរកស៊ីចេះថាមហាសេដ្ឋីនឹងគេរកស៊ីចេះអញ្ចឹងយើងជូនកូនដើរក្នុងសង្គមឲ្យបង្រៀនកូនជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកូននឹងយល់ច្បាស់អំពីសង្គមយល់ច្បាស់ពីសង្គមបានគេហៅថាយល់អំពីជីវិតហើយយល់អំពីជីវិតបានដឹកនាំជីវិតទៅបានត្រឹមត្រូវដែលធ្វើឲ្យជីវិតទ្រទ្រង់ដោយសេចក្តីថ្លៃថ្នូរនិងមានភាពរឹងមាំក្នុងការពុះពៀឧបសគ្គនៃជីវិតហើយមានការទទួលខុសត្រូវនៅក្នុងជីវិតរបស់ខ្លួនថែមទាំងអាចមានលទ្ធភាពជួយដល់អ្នកដទៃបានទៀតផងបើលោកអ្នកយល់ថាមានប្រយោជន៍ជួយ share បើមានសំណួរចូល comment បើចង់រៀន call 017 3037